សម័យកាលដើមបញ្ច្រាស់ទិសអ្នកក្រជិះកង់គេថាគ្មានអ្វីជិះចំណែកអ្នកមានជិះកង់គេថាដើម្បីសុខភាពពីមុនគេនាំគ្នាទៅលេងទីក្រុងជាតំបន់ទេសចរឥឡូវអ្នកក្រុងនាំគ្នាមកលេងជនបទថាមានខ្យល់ទេសភាពល្អធម្មជាតិកាលពីមុនគេហូបត្រីគេថាអ្នកក្រដល់ពេលឥឡូវអ្នកមានមកស្រុកស្រែចម្ការចង់ទៅហូបត្រីពីព្រោះគេថាធម្មជាតិមិនប៉ះពាល់ដល់សុខភាពពិភពលោកនេះបញ្ច្រាស់ទេបញ្ច្រាស់រហូតដល់តែមនុស្សម្នាក់ផឹងដើរតាមសង្គមដោយយកក្តីសុខខ្លួនឯងដើម្បីប្រកបចិត្តអ្នកដទៃធាតុពិតក្តីសុខរបស់ខ្លួនឯងគឺជារបស់ខ្លួនឯងដូច្នេះចូលយើងធ្វើជារបស់ខ្លួនឯងទោះបីពិភពលោកបញ្ច្រាស់ទៅយ៉ាងណាប៉ុន្តែយើងនៅតែជាយើងកុំផ្លាស់ប្ដូរដូចអ្នកដទៃពីព្រោះបើផ្លាស់ប្ដូរយើងlạiមានក្តីសុខដូច្នេះយើងនៅតែជាយើងដដែលយើងគឺជាប្រធាននៃក្តីសុខគ្រប់បែបយ៉ាង